រដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលបានបញ្ជាក់ថាប្រេងនិងអូស្មန်អ៊ីនធឺណិតកំពុងតែនាំចូលមកកម្ពុជាបើទោះបីជាសភាពការសង្គ្រាមនៅមជ្ឈមបូព៌ាមានសភាពការតានតឹងយ៉ាងណាក៏ដោយក៏កម្ពុជាខិតខំក្នុងការទិញដើម្បីផ្គត់ផ្គង់នៅក្នុងប្រទេសយោងតាមវីដេអូប្រមាណជា7នាទីខណៈកំពុងតែចុះត្រួតពិនិត្យកន្លែងស្តុបប្រេងអ៊ីនធឺណិតតេឡានៅខេត្តព្រះសីហនុនៅថ្ងៃទី30មិនិនា2026អាយដាមកៅរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលបានលើកឡើងថាក្រុមហ៊ុនតេឡាជាក្រុមហ៊ុនដ៏ធំមួយដែលនាំចូលនៅប្រេងអ៊ីនធឺណិតនៅកម្ពុជាជាពិសេសនោះគឺឧស្ម័នប្រេងអ៊ីនធឺណិត LPG តែម្ដងអាយដាមរដ្ឋមន្ត្រីបានលើកឡើងផងដែរថាស្ថិតក្នុងស្ថានភាពពិភពលោកកំពុងតែជ្រួលជ្រើមមកពីចំនួននៅមជ្ឈមបូព៌ាធ្វើឲ្យពិភពលោកប៉ះពាល់ទាំងអស់ហើយនៅអាស៊ីក៏ប៉ះពាល់សម្បំណាស់ដែរដោយសារតែនៅច្រកសមុទ្រ Hormuz ដែលកាត់ឡើងដោយសារតែសង្គ្រាមគឺជាង 84% ប្រេងអ៊ីនធឺណិតចេញមកអាស៊ីទាំងមូលអាយដាមបានបញ្ជាក់បន្តទៀតថាថ្ងៃនេះខ្ញុំកំពុងតែនៅខេត្តព្រះសីហនុដែលជាស្ថានីយ៍បូមប្រេងនិងអូស្ម័នដែលបូមយកមកផ្គត់ផ្គង់នៅកម្ពុជាហើយថ្ងៃនេះក៏មានកប៉ាល់ថ្មីដែលនាំចូលអូស្ម័ន LPG ថ្មីដែលមានចំណុះ 3,400 តោនមកកម្ពុជាជាមួយគ្នានេះផងដែរអាយដាមរដ្ឋមន្ត្រីក៏បានលើកឡើងបន្តទៀតថាជាធម្មតាស្ថិតក្នុងការលំបាកនេះក្រុមហ៊ុនបានខិតខំឲ្យអស់លទ្ធភាពដើម្បីស្វែងរកប្រភពជូនប្រទេសកម្ពុជាមិនថាប្រេងសាំងម៉ាស៊ូតនិងអូស្ម័ន LPG នោះទេសុទ្ធតែដណ្ដើមគ្នាទិញទាំងអស់ដោយសារតែខ្វះគ្រប់ទីកន្លែងទាំងអស់និងមិនមានន័យថាមានលុយហើយសុទ្ធតែអាចទិញបាននោះទេអាយដាមបានគូបញ្ជាក់ផងដែរថានៅក្នុងសភាពការនេះបើទោះបីជាមានលុយបញ្ជាទិញមិនមានផលិតផលឲ្យយើងទៀតហើយអ្វីដែលតឹងតែងបំផុតនោះគឺប្រេងម៉ាស៊ូតនិងអូស្ម័ន LPG នេះឯងក្នុងនោះគឺមានកម្ពុជាវៀតណាមស្រីលង្កាបង់ក្លាដេសនិងឥណ្ឌាសុទ្ធតែជួបបញ្ហាប្រឈមនឹងករណីកង្វះខាតប្រេងម៉ាស៊ូតនិងអូស្ម័ន LPG យ៉ាងណាក្តីបើយោងតាមអាយដាមរដ្ឋមន្ត្រីកែវរតនៈបានអះអាងនៅថ្ងៃនេះថារាជរដ្ឋាភិបាលកម្ពុជាសប្បាយចិត្តដោយសារតែមានកប៉ាល់ថ្មីមួយបាននាំយកអូស្ម័ន LPG មកកម្ពុជាក្នុងចំណោមទាំង5គ្រឿងដែលត្រូវនាំចូលមកប្រចាំខែនេះការយក4ទៅ5ជើងនៅក្នុងមួយខែគឺមិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងនោះទេព្រោះវាជារឿងធម្មតាក្រុមហ៊ុនតេឡាធ្វើការផ្គត់ផ្គង់ចាប់ពី7ទៅ8ជើងនៅក្នុងមួយខែក្នុងបរិបទនេះយើងមិនអាចរកការផ្គត់ផ្គង់7ទៅ8ជើងនៅក្នុងមួយខែបានទេដោយសារតែទីផ្សារតឹងតែងអាយដាមបានបញ្ជាក់បន្តទៀតថាដោយសារតែមានការពិបាកក្នុងការបញ្ជាទិញនិងនាំចូលអាយដាមរដ្ឋមន្ត្រីបានស្នើឲ្យប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ទាំងអស់សុំការប្រើប្រាស់ប្រេងអ៊ីនធឺណិតនិងអូស្ម័នដោយការសន្សំសំចៃបើយោងតាមអាយដាមរដ្ឋមន្ត្រីក៏បានលើកឡើងបន្តទៀតថានៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើការជាមួយនឹងដៃគូសំខាន់ៗទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុកដើម្បីធានាឲ្យមានប្រេងអ៊ីនធឺណិតនិងអូស្ម័នសម្រាប់គ្រប់គ្រងនៅក្នុងប្រទេសយើងសភាពការមិនទាន់ធូរស្រាលនោះទេហើយការព្យាករណ៍ក៏មិនទាន់អាចកំណត់បានទេដោយសារសង្គ្រាមនៅមជ្ឈមបូព៌ាមិនទាន់មានសញ្ញាមួយអាចបញ្ជាក់ថាចប់នោះទេដូច្នេះហើយសូមបងប្អូនបន្តការអនុវត្តជាពិសេសការប្រើប្រាស់ប្រេងអ៊ីនធឺណិតអូស្ម័នមានការទទួលខុសត្រូវនិងការសន្សំសំចៃដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសដោយបើកចំហពីមហិច្ឆតារបស់លោកប្រាប់កាសែត Financial Times ថាសហរដ្ឋអាមេរិកអាចយកប្រេងនៅអ៊ីរ៉ង់ហើយអាចរឹបអូសកោះខាដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់ប្រទេសអ៊ីរ៉ង់ផងដែរសូមបញ្ជាក់ផងដែរថាកោះខាស្ថិតនៅឈូងសមុទ្រប៉ែដែលមានចម្ងាយ25គីឡូម៉ែត្រតែប៉ុណ្ណោះពីឆ្នេរសមុទ្រអ៊ីរ៉ង់កោះខានេះជាកំពង់ផែសម្រាប់ផ្គត់ផ្គង់ការនាំចេញផលិតផលប្រេងរបស់អ៊ីរ៉ង់រហូតដល់ 90%